bạn chấm điệp xúa có được chia sẻ đây đó bọn bọn xa xa nó xa để thằng tí tập thằng ngọc này không ngày này phong đã lục rô lực dọc nơi lồng hạt muối tí 4 cứ thật tường mê riêng ảo càn dường chẳng có bê đại dương riêng chọc mê riêng ảo càn ní cứ dương tơ tờ riêng đọc sai lồng hạt thằng ngọc này lồng hạt tí 4 cứ ảo càn sai bạc muối miền mạc mô tí kil ấm sma ha sắp 7 gram không bị mồ có kẹt niaឬក៏កំណត់រូបមន្តម៉ូលេគុលខចូលសរសេររូបមន្តស្ទើរលាតនិងឲ្យឈ្មោះនៃបណ្ដាអ៊ីសូមេដែលមានអញ្ចឹងដើម្បីដោះស្រាយលំហាត់បានគឺបងអូនត្រូវស្រង់បំរាបសិនបាទតោះចូលទៅចំណុចបន្ទាប់ដំណោះស្រាយកកំណត់រូបមន្តម៉ូលេគុលអញ្ចឹងបំរាបគឺអឹមរបស់អាល់កានេះស្មើនឹង58ក្រាមក្នុង1ម៉ូលដោយរូបមន្តទូទៅរបស់អាល់កានបងអូនចាំទេនៅមេរៀនខាងលើបាទគឺ CN ហាស់ 2N បូក 2អញ្ចឹងគេនឹងរកម៉ាស់ម៉ូរបស់អាល់កាននេះចំពោះអឹមនេះជាអឹមជាប់អញ្ញាត N អញ្ចឹងអឹមធំនេះគឺស្មើឲ្យ 12N 12N នេះគឺបានមកអំពីគឺ CN នេះដែល C មានម៉ាស់ម៉ូលវា 12អញ្ចឹងបូកឲ្យ 2N នេះគឺបានមកពីអ៊ីដ្រូសែន 2N បូកឲ្យ 2 បាទអញ្ចឹងស្មើឲ្យ 14N បូក 2 ក្រាមក្នុង1ម៉ូលដោយអឹមនេះដែលបំរាប់ខាងលើវាគឺជាម៉ាស់ម៉ូលដែលម៉ាស់ម៉ូលជាលេខបាទគឺ58ក្រាមក្នុង1ម៉ូលអញ្ចឹងយើងអាចផ្ទឹមរវាងម៉ាស់ម៉ូលជាអញ្ញាតនិងម៉ាស់ម៉ូលជាលេខនេះជាមួយគ្នាបានអញ្ចឹងស្មើឲ្យ 14N បូក 2 របស់ម៉ាស់ម៉ូលនេះស្មើឲ្យ 58ក្រាមរបស់ម៉ាស់ម៉ូលមួយនេះអញ្ចឹងយើងនាំឲ្យ N ស្មើឲ្យ 58ក្រាមដកឲ្យ 2 លើ 14 ស្មើឲ្យ 4 អញ្ចឹង N វាស្មើ 4 យើងអាចជួសចូលក្នុងនេះបានអញ្ចឹងយើងបើយើងសរសេរយើងអាច C4 ហាស់2គុណនឹង 4 8 8បូក 2 10បាទដូចនេះរូបមន្តម៉ូលេគុលនៃអាល់កានគឺ C4 ហាស់ 10ចំណុចកលោកគ្រូបានបង្ហាញរួចហើយដូចនេះយើងចូលដល់ចំណុចបន្ទាប់បាទទីកនេះគឺចូលសរសេររូបមន្តស្ទើរលាតនិងឲ្យឈ្មោះនៃបណ្ដាអ៊ីសូមេដែលមានអញ្ចឹងក្រោយពេលដែលយើងរកបានអំបញ្ញមិញនេះរូបមន្តវាគឺ C4 ហាស់ 10នេះអញ្ចឹងដើម្បីហៅឈ្មោះឬក៏ដើម្បីសរសេររូបមន្តស្ទើរលាតបានគឺបងអូនត្រូវចាំថាគឺវាមានការហៅឈ្មោះវាមានខ្សែត្រង់និងខ្សែខ្នែងអញ្ចឹងមុនដំបូងគឺយើងហៅឬក៏សរសេរជាខ្សែត្រង់សិនបាទអញ្ចឹងពេលយើងសរសេរចេញជាខ្សែត្រង់បងអូនអាចបូកមើលឡើងវិញ C ទាំងអស់មាន 4 1 2 3 4 បាទហើយហាស់អំបញ្ញមិញគឺ 10 3 2 5 7 10បាទអញ្ចឹងត្រូវហើយអញ្ចឹងយើងអាចហៅឈ្មោះវាបានគឺ N បុយតានបន្ទាប់យើងអាចសរសេរចេញជាផ្នែកបានបាទអញ្ចឹងដើម្បីហៅឈ្មោះផ្នែកនេះបានគឺបងប្អូនត្រូវកំណត់ខ្សែមេសិនខ្សែមេជាខ្សែណាដែលវែងជាងគេអញ្ចឹងលោកគ្រូកំណត់ពីខាងឆ្វេងទៅមុនបាទទី1ទី2ទី3បាទអញ្ចឹងផ្នែកវានៅទីតាំងលេខប៉ុន្មានបាទគឺនៅទី2អញ្ចឹងយើងអាចហៅបាន2
ប្រច្ចសញ្ញាមេទីលយើងរាប់វា1 2 3គឺប្រូប៉ានបាទអញ្ចឹង2មេទីលប្រូប៉ានអញ្ចឹងការបង្ហាញរបស់លោកគ្រូមានតែប៉ុណ្ណឹងហើយសូមជូនពរបងប្អូនទាំងអស់គ្នាខិតខំរៀនសូត្រនិងមានសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណ